ប្រានបានពោលថានៅពេលដែលយើងផ្ដល់ឱកាសឲ្យខ្លួនឯងទទួលបាននូវការសម្រាកតាមរយៈភាពស្ងប់ស្ងាត់តាមរយៈសមាធិផ្នែកខាងផ្លូវកាយមានន័យថាយើងផ្ដល់ក្តីស្រឡាញ់ចំពោះខ្លួនឯងនៅពេលដែលយើងផ្ដល់ឱកាសឲ្យផ្លូវចិត្តរបស់យើងទទួលបាននូវការសម្រាកមានន័យថាយើងផ្ដល់ឲ្យនូវទីជម្រកដ៏រឹងមាំដល់ផ្លូវចិត្តរបស់យើងទីជម្រកគឺផ្ទះនៃមេត្តាចិត្តជាការពិតនៅពេលដែលចិត្តរបស់យើងស្ងប់ចិត្តរបស់យើងនឹងថឹងមិនច្បោកច្បល់វាធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការធ្វើការសម្រេចចិត្តនិងបន្តដំណើរប្រកបទៅដោយភាពរីករាយព្រះសម្មាសម្ពុទ្ធសម្ដែងថាចិត្តតេនេះនិយតិលោកេបុគ្គលមានសមត្ថភាពគ្រប់គ្រងចិត្តខ្លួនឯងឬយល់អំពីចិត្តខ្លួនឯងបានមានសមត្ថភាពគ្រប់គ្រងកិច្ចការគ្រប់គ្រងស្ថានភាពជុំវិញខ្លួនដែលងាយស្រួលការចម្រើននៅសមាធិការតាំងចិត្តអធិដ្ឋានប្រកបដោយភាពស្ងប់ស្ងាត់គឺជាការបើកទ្វារស្វាគមន៍មកកាន់សេចក្តីសុខខ្លួនឯងជាថ្មីម្ដងទៀតសូមដកដង្ហើមចូលវែងហើយដកដង្ហើមចេញតាមសម្រួលប្រសិនបើអារម្មណ៍របស់យើងប្រសាទអណ្ដែតពីកន្លែងមួយទៅកន្លែងមួយចូលកុំបារម្ភកុំតានតឹងហើយកុំប្រាប់ខ្លួនឯងថាកុំគិតទូនាទីនៃចិត្តរបស់យើងនៅក្នុងខណៈពេលនេះគឺផ្ដោតមកលើការដកដង្ហើមចេញនិងដង្ហើមចូលប្រសិនបើយើងគិតអំពីការងារច្រើនពីមួយទៅមួយក៏អត់ដឹងថាយើងគិតកុំទៅវិនិច្ឆ័យជាមួយអារម្មណ៍ទាំងអស់ហ្នឹងណា4ដំណាក់កាលនៃការដកដង្ហើមដើម្បីងាយស្រួលទី1នៅពេលដែលយើងដកដង្ហើមចូលចលនាខ្យល់មកប៉ះរុនច្រមុះរបស់យើងហើយវាអាចសៀធ្លាក់តាមបំពង់កទី3ប៉ះវាយដើមទ្រូងទី4ក្បាលពោះឬក៏រុនផ្ចិតណានៅពេលដែលយើងដកដង្ហើមចេញចលនាខ្យល់ចាប់ផ្ដើមចេញពីរុនផ្ចិតត្រឡប់មកដើមទ្រូងបំពង់កមកបោមាត់យើងគិតបែបនេះសាចុះសាឡើងសាចុះសាឡើងរហូតដល់អារម្មណ៍របស់យើងបានស្ងប់អរហង្គសម្មាសម្ពុទ្ធោវិជ្ជាចនៈសម្បណ្ណោសុគតោលោកវិទូអនុត្តរោបរិសត្តមសារថិសត្ថាទេវមនុស្សសានាងពុទ្ធោភគវេតេសម្ដេចមហាឃោសនន្តាជាព្រះសង្ឃខ្មែរដែលជាអ្នកពំនាំឬជាអ្នកបង្កើតសុខសន្តិភាព